សួស្តីអ្នកទាំងអស់គ្នារីករាយឆ្នាំថ្មីនេះខ្ញុំមានប្រធានបទមួយចែកជូនអ្នកទាំងអស់គ្នាគឺត្រូវមានក្តីសុបិនហេតុអ្វីបានខ្ញុំលើកយកប្រធានបទនឹងយកមកនិយាយខ្ញុំគិតថាវាជារឿងសំខាន់សម្រាប់ឆ្នាំថ្មីហ្នឹងពីព្រោះថាកាលណាតែយើងអត់មានក្តីសុបិនទេគឺយើងតែតោលយើងអត់ដឹងថាតែយើងគួរធ្វើអីឬក៏យ៉ាងម៉េចទេមានន័យថាយើងធ្វើអ្វីដែលតែឬក៏ធ្វើអ្វីដែលគេបង្ខំឲ្យយើងធ្វើមានន័យថាត្រូវតែធ្វើវាមិនមែនកើតចេញពីចិត្តយើងហើយក៏មិនមែនកើតចេញពីការគិតពិចារណាត្រេះរិះរបស់យើងដែរអញ្ចឹងចាប់ពីថ្ងៃទៅអ្នកទាំងនេះគួរតែមានក្តីសុបិនបើយើងអត់មានក្តីសុបិនបានឆ្ងាយទេក៏យើងអាចរៀនពីក្តីសុបិនចិត្តសួរថាបង្កើតក្តីសុបិនតាមរយៈគេគឺតាមរយៈការចោទសួរទៅលើខ្លួនឯងជារៀងរាល់ថ្ងៃត្រឡប់សួរចេញពីរឿងទូចទៅឧទាហរណ៍ថាយើងមានក្តីសុបិនថាយើងនៅក្មេងចឹងពេលយើងធំតិចទៀតអាយុច្រើនតិចទៀតតើយើងចង់ឃើញខ្លួនយើងរបៀបណាមានសមត្ថភាពបែបណាទៅមុខទៀតយើងកាគិតទៀតថាក្រោយពេលមានគ្រួសារតើយើងចិញ្ចឹមគ្រួសារយើងរបៀបម៉េចបើសិនជាមានកូនតើយើងចិញ្ចឹមកូនយើងរបៀបម៉េចហើយបើទៅមុខទៀតតើយើងធ្វើយ៉ាងម៉េចទៅយើងមានលទ្ធភាពអាចទិញផ្ទះនៅខ្លួនឯងបានទៅមុខទៀតតែយើងធ្វើយ៉ាងម៉េចទើបអាចមានយានជំនិះសមរម្យឧទាហរណ៍ដូចជាឡានអីចុះតែពិតម៉ូតូយើងជិះបានទេប៉ុន្តែថ្ងៃក្រោយក៏លោយើងមានកូនមានអីទៅឬក៏ប្រពន្ធមានគ្រួសារប្រពន្ធមានផ្ទៃពោះអីត្រូវធ្វើដំណើរទៅប៉ែតអីបបាអីចឹងណាយើងគិតថាយើងគួរតែមានឡានមួយដើម្បីសុវត្ថិភាពអញ្ចឹងតើយើងធ្វើម៉េចដើម្បីអាចមានឡានហ្នឹងហើយតែពេលឧមាថាមានកូនថ្ងៃក្រោយពេលកូនយើងត្រូវទៅរៀនតើយើងត្រូវធ្វើម៉េចដើម្បីយើងមានលទ្ធភាពដើម្បីបញ្ជូនកូនយើងទៅរៀនសាលាដែលសមរម្យដែលល្អគួរសមដែរអញ្ចឹងទៅណាហើយបន្តមកទៀតយើងត្រូវតែគិតតទៀតដែរថាថ្ងៃមុខទៀតបើសិនជាមានរឿងហេតុណាមួយកើតឡើងដែលយើងមិនអាចគ្រប់គ្រងបានឧទាហរណ៍ដូចឈឺដូចជាអីចឹងណាតែយើងធ្វើម៉េចទៅយើងអាចមានលុយបំរុងដើម្បីទប់ព្យាបាលជំងឺហើយយើងក៏គិតតទៅទៀតដែរថ្ងៃក្រោយទៅពេលយើងចាស់ទៅយើងអត់មានកម្លាំងកំហែងគ្រប់គ្រាន់មានន័យកាយសម្បត្តិរបស់យើងចុះខ្សោយហើយតើយើងគួរតែចិញ្ចឹមជីវិតតាមរបៀបណាចឹងសំណួរទាំងអស់ហ្នឹងកាលណាយើងអាសាគិតអាសាសួរខ្លួនឯងពេលហ្នឹងយើងប្រកាសជាដឹងថាយើងគួរតែធ្វើអីមួយឯងយើងអត់អាចនៅតែទេយើងអត់អាចនៅតែបានទេចឹងពេលហ្នឹងយើងឆ្ងល់ទៀតតើយើងគួរតែធ្វើអីដើម្បីឲ្យខ្លួនយើងប្រសើរឡើងធ្វើម៉េចឲ្យបានចំណូលយើងបានច្រើនជាងមុនធ្វើម៉េចឲ្យកិត្តិយសយើងបានប្រសើរឡើងឧទាហរណ៍ថាឥឡូវហ្នឹងយើងអត់ទាន់មានគូសកលទេយើងខ្លួនមួយចឹងយើងសាកសម័យមើលបើសិនជាយើងអត់កើតសួរថាតាណាគេមកស្រឡាញ់យើងឧទាហរណ៍ថាយើងវិញចោះយើងឧទាហរណ៍ថាយើងជាបុគ្គលប្រុសឬក៏ស្រីខ្លួនយើងចោះយើងសាកសម័យមើលថាបើសិនជាមានមនុស្សម្នាក់ណាមួយដែលយើងមើលទៅមិនកើតជាការគ្មានក្តីសុបិនមើលទៅមិនដឹងជាអនាគតទៅនៅតាណាតើយើងព្រមស្រឡាញ់គេអត់យើងអត់ស្រឡាញ់ដូចគ្នាអញ្ចឹងដើម្បីឲ្យដៃគូអនាគតរបស់យើងហ្នឹងណាទៅជាមនុស្សម្នាក់ដែលគេហៅថាមោទនភាពឬមានភាពរីករាយយើងត្រូវតែមានក្តីសុបិនថានៅពេលដែលយើងស្រឡាញ់គាត់ព្រមស្រឡាញ់យើងគាត់ត្រូវតែជាបរិសឬក៏នារីដែលចាត់ទុកថាមានសំណាងព្រោះបានដៃគូជាមនុស្សល្អទោះបីយើងជាប្រុសឬជាស្រីយើងជាមនុស្សល្អមានន័យយើងចេះគិតគូរគ្រួសារអញ្ចឹងមានន័យថាយើងជាមនុស្សល្អអញ្ចឹងយើងត្រូវរៀបចំពីឥឡូវទៅឲ្យហើយអញ្ចឹងមានន័យថាម៉េចមានន័យថានៅក្នុងស្ថានភាពជាក់ស្ដែងបច្ចុប្បន្នយើងត្រូវតែពង្រឹងខ្លួនឯងឲ្យប្រសើរពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងចេញពីកន្លែងណាគឺចេញពីការងារជាក់ស្ដែងយើងរាល់ថ្ងៃសិនអញ្ចឹងយើងតលេចមើលការងារយើងរាល់ថ្ងៃហ្នឹងថាតើការងារដែលយើងកំពុងធ្វើថ្ងៃតើយើងធ្វើម៉េចឲ្យបានប្រសើរជាងមុនឧមាថាយើងគ្រាន់តែជាបុគ្គលិកធម្មតាម្នាក់ឯងយើងសាកគិតមើលឧមាថាឥឡូវហ្នឹងយើងប្រាក់ខែ$300អញ្ចឹងយើងចែកជាថ្ងៃទៅបើយើងធ្វើការ26ថ្ងៃយើងគិតថាមួយថ្ងៃថាជាង$10ចុះយើងឧទាហរណ៍លេងណាថា$12ចុះមួយថ្ងៃធ្វើការ$12ចឹងយើងគិតទៀតថាតើយើងធ្វើម៉េចដើម្បីឲ្យយើងការងាររបស់យើងអ្វីដែលយើងធ្វើបានមួយថ្ងៃឲ្យឡើងទៅ$15មួយថ្ងៃឲ្យឡើងទៅ$20មួយថ្ងៃឲ្យឡើងទៅ$30មិនយើងធ្វើនឹងដើម្បីទៅទាបប្រាក់ខែមេយើងឡើងប៉ុន្តែយើងមើលអ្វីដែលយើងធ្វើបានវិញថាតើអ្វីដែលយើងធ្វើបានណាធ្វើម៉េចឲ្យវាមានតម្លៃស្មើអ្នកដែលមានតម្លៃខ្លួនមួយថ្ងៃ$20មួយថ្ងៃ$30តើយើងធ្វើបរិងអីខ្លះដំបូងយើងអាចបរិង skill របស់យើងនឹងឲ្យកាន់តែប្រកែមានន័យធ្វើឲ្យបានលឿនជាងមុនឲ្យបាន start ជាងមុនកំហុសតិចជាងមុនគុណភាពល្អជាងមុនយើងធ្វើតែពេលយើងធ្វើដល់កម្រិតមួយយើងដឹងថាពេលវេលា24ម៉ោងដៃមានតែ2ឯងទោះបីយើងធ្វើលឿនប៉ុណ្ណា
ក៏វាដល់កម្រិតអតិបរមាមួយវាអស់លឿនហើយវាអត់អាចលឿនជាងនឹងទៀតទេអត់អាចលឿនអញ្ចឹងយើងត្រូវគិតទៀតតើយើងត្រូវធ្វើម៉េចដើម្បីឲ្យបានទិន្នផលច្រើនជាងមុនអញ្ចឹងមានន័យថាយើងត្រូវតែវិវត្តខ្លួនពីអ្នកធ្វើការធម្មតាហ្នឹងទៅជាមនុស្សម្នាក់ដែលអាចគ្រប់គ្រងការងារជំនួសមេឬជំនួសតកែឲ្យតកែមានអារម្មណ៍ថាបើសិនជាគាត់ជួលយើងគាត់ចំណេញច្រើនមានន័យថាអូម៉ាថាតកែម្នាក់គាត់ត្រូវធ្វើការងារនឹងមួយអញ្ចឹងគាត់ចំណាយពេលវេលាគាត់ធ្វើពេលវេលាគាត់ថ្លៃ1ម៉ោង$100អីអញ្ចឹងគាត់មិនទៅលើការងារហ្នឹងអញ្ចឹងបើសិនជាគាត់ជួលយើងវិញមួយថ្ងៃអស់តែ$50ទេអញ្ចឹងយើងសាកគិតមើលបើតកែជួលយើងចំណេញឬក៏ពេលខ្លះយើងធ្វើអាចល្អជាងគាត់ទៀតគាត់ប្រកាសជាឲ្យយើងធ្វើហើយអញ្ចឹងគាត់នឹងបង្កើនប្រាក់បៀវត្សយើងដោយខ្លួនឯងមកអញ្ចឹងពេលហ្នឹងគឺយើងចាប់ផ្ដើមរកចំណូលបានច្រើនជាងមុនពេលហ្នឹងកិត្តិយសយើងក៏ល្អជាងមុនអញ្ចឹងដល់ពេលហ្នឹងគូសកលក៏យើងងាយរកជាងមុនហើយយើងងាយនឹងសម្រេចក្តីសុបិនបន្តទៅទៀតក្នុងករណីដែលយើងធ្វើការទៅយើងមានក្តីសុបិនថាថ្ងៃណាមួយយើងនឹងឈប់ធ្វើការយើងនឹងចង់បង្កើតអាជីវកម្មទៅខ្លួនឯងឬក៏យើងចង់វិវត្តខ្លួនទៅជាវិនិយោគិនអញ្ចឹងយើងក៏ត្រូវតែប្រឹងដូចគ្នាកាលណាយើងប្រឹងទៅយើងខ្លាំងទៅយើងបកកាយយើងមានទម្លាប់ល្អនៅពេលដែលយើងឈប់ធ្វើការយើងមកបើកអាជីវកម្មក៏យើងជាប់ជាមួយនឹងទម្លាប់បកកាយរបស់យើងទៅជាមួយដែរសមត្ថភាពគ្រប់គ្រងរបស់យើងសមត្ថភាពធ្វើការខ្លាំងរបស់យើងពេលយើងមកបើកអាជីវកម្មយើងងាយនឹងជោគជ័យច្រើនឱកាសខ្ពស់ជាក់ស្ដែងបើតាមទិន្នន័យដែលខ្ញុំធ្លាប់អានមកគេថាអាជីវករនិយាយនៅសហរដ្ឋអាមេរិកណាគេថាអ្នកដែល start business ហ្នឹងក្នុងចំណោម100ហ្នឹង5ឆ្នាំដំបូងចូល 90% ដែល fail ហើយ 90% ហើយនៅសល់ប្រហែលជា5ទៅ 10% ដែលនៅសល់ហ្នឹងនឹងបន្ត fail ទៀតនៅពេលដែល5ឆ្នាំបន្តទៅទៀតអញ្ចឹង10ឆ្នាំក្រោយគឺ fail សឹងទាំងអស់នៅសល់ទីទូចមែនតែនដែលអាចជោគជ័យមូលហេតុអីគេថាមូលហេតុគឺខ្វះបទពិសោធន៍តែដល់ពេលទិន្នន័យបន្តទៀតនៅពេលដែលមានអ្នក start business នៅវ័យមួយគឺវ័យចាប់ពីអាយុខ្ទង់35ឆ្នាំឡើងណាឱកាសជោគជ័យគឺខ្ពស់ដូចជាលើសពាក់កណ្ដាលទៀតបើតាមខ្ញុំចាំអញ្ចឹងត្រឡប់មិនបានអញ្ចឹងមូលហេតុគឺបទពិសោធន៍កាលណាតែគាត់ដល់អាយុ30ជាងមកគាត់ start មានន័យថាគាត់បានព្រីភាយូរហើយព្រោះយើងត្រូវដឹងថាមនុស្សកាលណាតែអាយុ30ជាង40គឺគាត់លែងចង់ start ហើយព្រោះគាត់ស្ថិតនៅក្នុងគេហៅថា zone មួយគេហៅ comfort zone គឺគាត់លែងចង់ធ្វើអីដែលមានហានិភ័យទេអញ្ចឹងហួយបើអ្នកណាដែលគាត់ start នៅអាយុ35 40ហ្នឹងគាត់អាច start បានមានថាគាត់ត្រៀមយូរហើយត្រៀមតាំងពីគាត់នៅអាយុ10ជាង20ហ្នឹងគឺគាត់បានត្រៀមរៀបចំជើងព្រោះក្នុងការចាប់ផ្ដើមហ្នឹងហើយគឺគាត់បរឹងសមត្ថភាពគាត់អត់ឈប់ទេអញ្ចឹងទ្រាំតែគាត់ដល់អាយុ35 40ឆ្នាំហ្នឹងគឺគាត់ ready គាត់ចេញច្បាំងគឺគាត់ទៅរួចហើយមិនបាន ready ទី1 finance លុយរបស់គាត់គឺគាត់អន្សំព្រោះគាត់ដឹងតែគាត់នឹង start up business មួយអញ្ចឹងគាត់ត្រូវតែអន្សំរហូតហ្មងទី2គាត់ដឹងថាគាត់ start up business គាត់ត្រូវការ network អញ្ចឹងគឺគាត់ build network ឲ្យល្អទី3គាត់ដឹងថាគាត់ start business គាត់ត្រូវការជំនាញក្នុងការគ្រប់គ្រងគេហៅ management ណាចាត់ចែងអញ្ចឹងគឺគាត់ build ឲ្យជំនាញ management គាត់ខ្លាំងណាតមកទៀតគាត់ក៏ដឹងទីថា start up business គឺគាត់ត្រូវតែខ្លាយជាអ្នកដឹកនាំអញ្ចឹងគាត់រៀនពី leadership ខ្លាយជាអ្នកដឹកនាំដែលខ្លាំងបកកែម្នាក់ដែលអ្នកដឹកនាំម្នាក់ដែលបុគ្គលិកស្រឡាញ់ចូលចិត្តគោរពឲ្យតម្លៃអញ្ចឹងគឺគាត់ប្រឹង build ទាំងអស់ហ្នឹងមកជុំគាត់ណាគាត់ build ដល់កម្រិតមួយដែលគាត់ថាគាត់ ready គាត់នឹងចាប់ផ្ដើម start អញ្ចឹងឱកាសជោគជ័យវារៀងខ្ពស់ហើយព្រោះដោយសារអីពេលហ្នឹងគាត់មានគេឈ្មោះមានកិត្តិយសថាគាត់ត្រៀមខ្លួនអញ្ចឹងគាត់មិនខំប្រឹងតែអញ្ចឹងពេលណាមិនស្គាល់មិនដឹងថាមនុស្សនឹងខ្លាំងអញ្ចឹងដល់ពេលគាត់ start ទោះបីជាគាត់លុយមិនគ្រប់គាត់អត់ប្រវាដែរគាត់ងាយក្នុងការរក investor រកអ្នកវិនិយោគផ្សេងចូលមកជាមួយអញ្ចឹងឱកាសជោគជ័យខ្ពស់អាហ្នឹងបើសិនខ្ញុំចង់និយាយថាបើយើងចង់ខ្លាយខ្លួនទៅជាសហគ្រិនអញ្ចឹងការត្រៀមខ្លួនឲ្យសមត្ថភាពខ្លាំងហ្នឹងគឺល្អអញ្ចឹងបន្តមកទៀតក្នុង case ដែលយើងថាយើងអត់ចង់ខ្លាយជាសហគ្រិនទេអញ្ចឹងនៅពេលដែលយើងចាស់ទៅយើងនឹងខ្លាយជា investor ទៅជាអ្នកវិនិយោគព្រោះយើងអត់ចង់ហត់យើងចង់ធ្វើការដល់ពេលមួយយើងចូលនិវត្តន៍គឺយើងអត់ប្រវាក់រឿងហិរញ្ញវត្ថុទៀតទេអញ្ចឹងពេលហ្នឹងគឺយើងត្រូវតែខំប្រឹងដើម្បីរកចំណូលបានច្រើនត្រូវរៀបចំគេហៅថារបៀបចាយរៀបចំហិរញ្ញវត្ថុរបស់ខ្លួនយើងឲ្យត្រឹមត្រូវមានន័យថាត្រូវសន្សំហើយត្រូវរៀនវិនិយោគពីបន្តិចទៅពីទូចទៅអញ្ចឹងសាកសម័យមើលឧមាថាយើងធ្វើការនៅអាយុ20ឆ្នាំឬក៏22ឆ្នាំចុះហើយទ្រាំដល់យើងអាយុ50ឬក៏60ឆ្នាំបានយើងចូលនិវត្តន៍យើងសំរហូតទៅតាំងពី 10% 20% 30% 40% 50% 60% 70% នៃប្រាក់ចំណូលដែលយើងរកបានយើងសំអត់ឈប់ហើយយើងបន្តវិនិយោគអត់ឈប់វាមានខុសខ្លះវាមានត្រូវខ្លះវាជាតិផុតឯង
តែយើងវិនិយោគយូរទៅយើងកាន់តែស្ទាត់ជំនាញអញ្ចឹងយើងសំវិនិយោគទ្រាំតែយើងអាយុដល់60ឆ្នាំឯណោះព្រោះយើងខំប្រឹងធ្វើការខ្លាំងសមត្ថភាពយើងខ្លាំងចំណូលយើងច្រើនសាកសម័យមើលយើងសល់លុយច្រើនអ្នកខ្លះចូលដល់រាប់លានដុល្លារចូលដល់រាប់លានព្រោះដោយសារអីលុយវិនិយោគនោះវាកើនអត់ឈប់ក្នុងរយៈពេល20-30 ឆ្នាំកើនណាបើយើងវិនិយោគត្រូវព្រោះបើសិនជាមានខុសខ្លះក៏អត់អីដែរក៏នៅតែមានអាកន្លែងត្រូវច្រើនដែរព្រោះដំណើរដល់40ឆ្នាំអីមានន័យថាយើងអាចរៀនសូត្រច្រើនទៅលើរឿងហ្នឹងអញ្ចឹងត្រឡប់មកវិញគឺតាក់ទងទៅនឹងការមានក្តីសុបិនហ្នឹងកាលណាថាយើងអត់មានក្តីសុបិនណាយើងធ្វើលេងយើងអត់ខ្វល់ទេគេឲ្យប្រាក់ខែយើង100ក៏100ទៅ200ក៏200 300ក៏300គេឲ្យធ្វើប៉ុណ្ណាធ្វើប៉ុណ្ណឹងហើយក៏យើងអត់ហ៊ានធ្វើលើសហ្នឹងដែរព្រោះបើសិនជាក្តាក់លើសហ្នឹងក៏យើងធ្វើកើតដែរព្រោះយើងអត់ពេញចិត្តក្នុងការធ្វើលើសហើយក៏យើងអត់ពេញចិត្តក្នុងការប្រឹងសមត្ថភាពខ្លួនដែរអញ្ចឹងយើងនៅតែដល់ពេលមួយដែលយើងត្រូវការបង្កើនចំណូលគ្រួសារពេលហ្នឹងបានយើងនឹងថា stress ខ្លាំងយើងរស់នៅដោយតោកយ៉ាក់ដោយលំបាកដោយវេទនាហ្មងព្រោះដោយសារអីសមត្ថភាពយើងមានតែប៉ុណ្្នឹងចង់ឈប់ធ្វើការទៅរកស៊ីក៏អត់កើតជាងការឈប់ទៅរកស៊ីទៅឡុងចង់លើសដើមជពាក់បំណុលគេរហូតដល់សងគេអត់រួចធ្វើរត់ចោលស្រុកទៀតហើយចង់ទៅធ្វើអីចង់និយាយថាចំណូលឲ្យបានកើនក៏នៅតែពិបាកអញ្ចឹងខ្ញុំរកកាលាមួយគឺពិបាកហ្មងកាលណាយើងអត់មានក្តីសុបិនអត់បានត្រៀមអត់បានប្រឹងសមត្ថភាពខ្លួនពីឥឡូវទៅអញ្ចឹងក្នុងឆ្នាំថ្មីនេះអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់មានគឺមានក្តីសុបិនហើយទៅរៀបចំខ្លួនឯងដើម្បីអាចសម្រេចក្តីសុបិននឹងបានយើងអាចសុបិនពីរឿងទូចទៅហើយត្រៀមខ្លួនពីឥឡូវទៅហូចត្រូវចាំថាដើម្បីសម្រេចក្តីសុបិនកត្តាដែលសំខាន់គឺការពង្រឹងសមត្ថភាពរបស់យើងហ្នឹងហើយបើយើងអត់មានសមត្ថភាពទេក្តីសុបិនរបស់យើងក៏អត់អាចសម្រេចដែរក្តីសុបិនមួយវាដូចជាយើងទៅធ្វើរឿងមួយចឹងឧទាហរណ៍ថាយើងចង់លើកដុំដែកទម្ងន់100គីឡូយើងអត់ដែរហាត់ប្រាណសោះយើងសុកយើងចង់លើកយើងទៅលើកមកយើងលើកអត់រួចទេបើយើងលើកបានពេលខ្លះអាចបាក់ចង្កេះទៀតចឹងដើម្បីអាចលើក100បានយើងត្រូវប្រឹងយើងហងៃលើកពី5គីឡូស៊ាំរហូតដល់លើក10គីឡូស៊ាំលើកទៅ15គីឡូស៊ាំលើកទៅ20លើកកើនរហូតទៅយូរទៅយើងលើកដល់100គីឡូយើងអាចលើករួចអញ្ចឹងការសម្រេចក្តីសុបិនគឺដូចគ្នាដែរបើយើងអត់មានក្តីសុបិនក្នុងការលើក100គីឡូមួយជីវិតយើងនឹងអត់អាចលើក100គីឡូបានទេអញ្ចឹងត្រូវតែមានក្តីសុបិនហើយអញ្ចឹងខ្លួនយើងក៏ដូចគ្នាដែរក្នុងរយៈពេលនៃការរស់នៅនឹងតន់យើងនៅក្មេងនៅសុខភាពល្អឱកាសច្រើនស្មារតីល្អព្រោះអត់មានរឿងច្រើនទៅគិតអញ្ចឹងយើងអាចប្រឹងប្រែងប្រឹងខ្លួនឯងបានបើសិនជាយើងដល់អាយុវ័យមួយយើងចាស់ហើយអីហើយស្មារតីក៏សោយរឿងច្រើនទៅគិតទំនួលខុសត្រូវច្រើនពេលហ្នឹងគឺយើងពិបាកមែនតែនហ្មងយើងធ្វើអីក៏ពិបាកដែរអញ្ចឹងតន់នៅក្មេងត្រូវតែមានក្តីសុបិនអញ្ចឹងខ្ញុំសង្ឃឹមថាប្រធានបទហ្នឹងនឹងជួយដាស់តឿនហើយនឹងជួយលើកទឹកចិត្តបងប្អូនឲ្យមានក្តីសុបិនរីករាយឆ្នាំថ្មី